សូមរាយការណ៍លោកមេប៉ាគាត់គឺលោកសចាំងចាងសានហ្វុងប៉ាអ៊ូតាំងតាមខ្ញុំយល់មនុស្សពិការនោះគឺអ៊ីតាយិនសិស្សទី3របស់គាត់ហើយខ្ញុំគឺចាងអូជីមេប៉ាក់ប៉ាក់មីងថ្ងៃនេះបានជួបអ្នកខ្លាំងពូកែក្នុងពិភពគុណពិតជាមានសំណាងមែនមិនក៏មេប៉ាក់បិសាចគឺជានារីក្មេងស្អាតយ៉ាងនេះហើយឈ្មោះក៏ដូចជាឈ្មោះចាងអូជីរបស់ខ្ញុំទៀតមិនដឹងថាលោកមេប៉ាអញ្ជើញមកដល់យើងមិនបានចេញទទួលសូមមេត្តាអភ័យទោសមិនអីទេប៉ុន្តែសិស្សប្រមាណអ្នករបស់ខ្ញុំនេះមិនចេះប្រមាណកម្លាំងខ្លួនធ្លាប់ទៅរកប៉ាក់របស់លោកសាលបងវិជាគុណពេលនេះមិនទាន់ត្រឡប់មកវិញមិនដឹងថាពួកគេយ៉ាងម៉េចទៅហើយទេសូមលោកមេប៉ាចាងជួយណែនាំផងអ្នកក្លាហានសុងអ្នកក្លាហានអ៊ីងអ្នកក្លាហានចាងនិងអ្នកក្លាហានម៉ាក់4នាក់ពេលនេះនៅក្នុងដៃប៉ាក់ខ្ញុំពួកគេសុទ្ធតែមានរបួសតិចតួចប៉ុន្តែអត់មានប៉ះពាល់ដល់ជីវិតទេត្រូវរបួសតាមខ្ញុំយល់គឺត្រូវថ្នាំពុលនោះទេលោកសចាំងចាងលោកពិតជាមានការជឿជាក់លើវិជាគុណប៉ាក់អ៊ូតាំងមែនលោកថាពួកគេគឺត្រូវថ្នាំពុលអញ្ចឹងខ្ញុំទុកថាត្រូវថ្នាំពុលទៅចុះសិស្សទី6តកូលអ៊ីរបស់ខ្ញុំអ្នកក្លាហានអ៊ីដូចអ្នកក្លាហានអ៊ីនៅក្បែរខ្លួនលោកអញ្ចឹងត្រូវប៉ាក់នោះស្បៃឆ្មោះដៃជើងត្រូវយឹតទៅសិលម្រាមដៃជីងកាងវាយបំបត្តិស្លាប់គឺមិនស្លាប់ទេប៉ុន្តែកម្រើកក៏កម្រើកមិនបានដែរលោកគ្រូតាខ្ញុំមានពាក្យមួយម៉ាត់ចង់ទូមានមិនដឹងថាលោកសចាំងចាងស្ដាប់ចូលឬក៏អត់ទេអញ្ជើញនិយាយពាក្យចាស់ពោលថាអ្នកស្គាល់កលៈទេសៈគឺអ្នកឆ្លាតនៅក្នុងโลกនេះកន្លែងណាក៏ជាទឹកដីស្ដេចបើលោកព្រមចុះចូលនឹងរាជការបម្រើរាជការនោះខ្ញុំធានាថាសិស្ស4អ្នករបស់លោកប្រកាសជាសុខសប្បាយខ្ញុំនឹងទទួលព្រះអង្គឲ្យតែងតាំងឋានៈប៉ាក់អ៊ូតាំងជាមិនខានរាជការផ្ដាច់ការធ្វើបាបប្រជារាស្ត្រម្យ៉ាងទៀតពេលនេះអ្នកគុណនិយមឡើងបះបោរាជការបាក់អំណាចទៅហើយមិនមែនចាសានហ្វុងខ្ញុំជាអ្នកបួសតែគុណធម៌នៅតែមានមិននឹងអាចឲ្យកលៈទេសៈបង្ខំបានទៅគឺមិនបានទេតាកញ្ចាស់ឯងនេះអូតាំងចិត្តវិនិច្ឆ័យទៅហើយឯងមិនខ្លាចស្លាប់តែសិស្សរបស់ឯងរាប់រយនាក់នៅក្នុងអូតាំងសុទ្ធតែមិនខ្លាចស្លាប់ទាំងអស់មួយជីវិតមនុស្សនរណាមិនស្លាប់នោះទុកចិត្តស្មោះធ្វើជាតម្រាប់អ្នកចំនួនក្រោយបើលោកសចាំងចង់មានអ្នកយ៉ាងនេះអញ្ចឹងពួកខ្ញុំក៏គ្មានពាក្យអីនិយាយដែរចាប់គាត់ទេអូអ៊ីសៀនកូនចៅបិប៉ាចាងនៃប៉ាមិញសូមគោរពលោកសចាំងចាងលោកអ៊ូមិនបាច់គួសមនោះទេល្បីថាវិជាសម្រាប់ខ្លួនរបស់ស្ដេចប្រជាស្លាប់ខៀវពូកែលើគេថ្ងៃនេះបានឃើញពិតជាមិនខុសពីការល្បីពិតមែនហើយលោកសចាំងចាងសរសើរពេកហើយលោកសចាំងចាងគឺជាអ្នកខ្ពង់ខ្ពស់ក្នុងពិភពគុណខ្ញុំអាចទទួលបានការសរសើរពីលោកពិតជាមានកិត្តិយសមែនហើយស្ដេចប្រជាសរសើរខ្ញុំពេកហើយអតកូលចៅឯងនេះខ្លែងបន្លំប៉ាក់មិញរបស់យើងបំផ្លាញគេឈ្មោះប៉ាក់មិញតើមានបំណងអ្វីទៅកូនប្រុសទ្រង់5ហាត់មិនបាច់ពឹសពុលព្រៃផ្សៃយ៉ាងនេះពេកនោះទេខ្ញុំមិនមែនជាកូនប្រុសទ្រង់5ហាត់ទេទោះជាខ្ញុំពឹសពុលព្រៃផ្សៃតើវាយ៉ាងម៉េចតើវាយ៉ាងម៉េចឯងចង់យ៉ាងម៉េចឯងវាយប៉ាសងមុនរំខានអូតាំងជាក្រោយតើមានបំណងអីបើឯងមានគំនុំជាមួយប៉ាសងនិងប៉ាអូតាំងប៉ាមិញយើងមិនគួរឈឺឆ្អាលទេប៉ុន្តែណែឯងបំផ្លាញគេឈ្មោះប៉ាមិញយើងខ្លាញ់បន្លំជាមនុស្សប៉ាមិញអួយអ៊ីសៀវយើងនេះមិនអាចមិនរវល់នោះទេណែនេះឮហើយសម្ដីគេថ្លោះយ៉ាងនេះមិនគេលោកមិនឆាប់សាកមើលតើគេមានសមត្ថភាពអីបាទស្ដេចប្រជា
ខ្ញុំសុំសារក្បាច់បាត់ដៃតករបស់លោកតើលោកជានរណាដែរពួកខ្ញុំខ្លាចបន្លំជាប៉ាមីងមែនមិននឹងឲ្យបង្ហាញឈ្មោះពិតឲ្យគេដឹងស្ដេចប្រជាសួរអញ្ចឹងដូចជាល្ងងពេកហើយត្រូវហើយខ្ញុំពិតជាល្ងងមែនប៉ុន្តែលោកស្ម័គ្រចិត្តធ្វើជាឆ្កែបម្រើរាជការមិនព្រមបង្ហាញឈ្មោះអញ្ចឹងបានជាមិនចង់ឲ្យដូនតាម៉ាស់មុខអីនោះទំនេរដើរលេងកូនចៅមេប៉ាចាងនៃប៉ាមីងសងនិយាយមិនបានសុំគ្រប់លោកសច្ចាំងចាងបដិជគុណនិមន្តមកពីផ្លូវឆ្ងាយនឿយហត់ហើយកូនចៅនៃប៉ាអាត្មាគឺសេនារស្មីស្ដេចអន្ត្រីចិញ្ចើមសហើយនឹងមនុស្សទំនេរទាំង4នាក់គឺសុទ្ធតែមកដល់ភ្នំឧតាំងហើយលោកសច្ចាំងសម្រាប់ឲ្យផ្លើចាំមើលមនុស្សប៉ាមីងប្រកួតចាញ់ឈ្នះជាមួយនឹងមនុស្សថោកទាបដើរប្រព្រឹត្តតែអំពើអាក្រក់នេះទៅអាណាមេប៉ាចាំងហើយគេចាញ់មកជួបខ្ញុំនាងអាចខ្លាយបន្លំតទៅទៀតបានមានតែប្រជាពឹសហើយនឹងសង្ឃាត់2នាក់តើអាចធ្វើអីបានកុំគេក្អើពេកដាច់ត្រីចាំសនៅទីនេះសាញ់ត្រីលោកពិតជាចាស់មមមែនមកដល់មួយជំហានទៅទៀតណលោកសេនាយ៉ាងគូសំពីហើយយើងទៅ2នាក់មកដល់ក្នុងពេលតែមួយនៅតែមិនទាន់ដឹងចាញ់ឈ្នះខ្លាចតែលោកយកយល់ថាលោកមេប៉ាចាំងបន្ធូរដៃឲ្យខ្ញុំទេណាតើមែនទេខ្ញុំអត់មានបន្ធូរដៃទេខ្ញុំប្រឹងអស់ពីកម្លាំងទៅហើយនៅតែមិនអាចលឿនជាងលោកកន្លះជំហានទៅទៀតសូមជើញយ៉ាសៀវសូមគ្រប់លោកសច្ចាំងចាងល្បីឈ្មោះលោកសច្ចាំងយូរហើយគ្មាននិស័យបានជួបថ្ងៃនេះបានជួបដោយផ្ទាល់ពិតជាមានសំណាងល្អមែនអ៊ីងឈិនចុងសូមគ្រប់លោកសច្ចាំងចាងល្អលោកទៅ2នាក់សុទ្ធតែជាគ្រូដើមថ្ងៃនេះអញ្ជើញមកជាមួយគ្នាពិតជាអ៊ូអពិតមែនហើយសរសើរពីហើយមកសូមអញ្ជើញទៅណាបាទមកអញ្ជើញអ្នកពិភពគុណនាំគ្នានិយាយថាអូតាំងគឺជាបកត្រឹមត្រូវប៉ុន្តែលើមិនដូចជាឃើញដោយផ្ទាល់ការពិតក្រោយខ្នងគឺតកតងជាមួយបកបិសាចអង្គបកបិសាចធ្វើខ្នងបង្អែកវិជាគុណអូតាំងគ្មានស្អីអស្ចារ្យនោះទេអ្នកនាងចៅនេះគេហៅថាកំណត់មនុស្សស្រីអើយចំណេះកូនក្មេងនៅពេលលោកសច្ចាំងចាងកំពុងល្បីឈ្មោះមើលទៅនាងមិនទាន់កើតមកផងទេក្មេងនឹងអីទៅហ្នឹងថ្ងៃនេះខ្ញុំមកភ្នំអូតាំងគឺដើម្បីសាកល្បងវិជាគុណបកអូតាំងអ្នកនៅទីនេះទោះជាអ្នកណាចេញសាកល្បងក៏ដោយក៏ខ្ញុំរីករាយនឹងកំដរដែរចំណែកគំនុំរវាងខ្ញុំនិងប៉ាមីងខ្ញុំទំនេរចាំសងសឹកជាមួយពួកលោកតាមសម្រួលចាងអូជីនោះកលិចល្បិចច្រើនបើខ្ញុំមិនបកស្បែកប្រឡាត់ឆ្អឹងគេទេគឺមិនអាចរំសាយកំហឹងបានឡើយប៉ុន្តែខ្ញុំក៏មិនតក់ក្រហល់ដែរអ្នកនាងចៅក្លាហានវិញក្មេងខ្ញុំមើលទៅនាងតូចជាងគាត់តែ2-3ឆ្នាំបណ្ដោយយល់អស់រៀបការជាមួយមីប៉ាខ្ញុំទៅខ្ញុំមើលទៅអ្នកទាំងពីរសមគ្នាណាតើមែនទេអ្នកនរគ្នានិយាយប្រាលោកសច្ចាំងចាងបើលោកមិនព្រមបញ្ចេញស្នៀតទេអញ្ចឹងសុំទុកពាក្យមួយម៉ាត់ប្រាប់ពួកខ្ញុំមកថាប៉ាអូតាំងគឺជាប៉ាល្បីតែឈ្មោះបើអញ្ចឹងពួកខ្ញុំនឹងត្រឡប់ទៅវិញភ្លាមជាផ្លូវអាយ៉ាជាផ្លូវអូទីនេះអ៊ូអយ៉ាងនេះហើយមិននឹងអត់មានពួកយើងបានទេសុំគ្រប់អ្នកទាំងអស់គ្នាសុំគ្រប់មនុស្សប៉ាមីងអាចមកច្រើនជាងនេះទៅទៀតថ្ងៃនេះឡើងភ្នំអូតាំងគឺដើម្បីសាកល្បងវិជាគុណរបស់លោកសច្ចាំងចាងបើខ្ញុំចង់កំចាត់ប៉ាមីងផ្លូវកំពូលភ្នំគង់មីងខ្ញុំមិនស្គាល់ទេលោកសច្ចាំងចាងខ្ញុំមានអ្នកផ្ទះមិនពូកែប្រមាណអ្នកធ្លាប់ហាត់វិជាគុណកំបិចកំប៉ុកខ្លះលោកសច្ចាំងចាងបើលោកអាចស្វែងឈ្នះពួកគេទាំង3នាក់ខ្ញុំនឹងទទួលស្គាល់ថាវិជាគុណប៉ាអូតាំងពូកែដូចគេល្បីមែនអាសាន
អ្នកនាង មិនក៏មិនឆាប់អញ្ជើញលោកសចាំងចាំងណែនាំវិជាគុណទេ បាទលោកសចាំងចាំងសូមជើញលោកសចាំងចាំងខ្ពង់ខ្ពស់ប៉ុណ្ណាមិនได้ឲ្យសាឡបងជាមួយមនុស្សកប៉ិកកប៉ុកដូចជាពួកឯងទៅ ត្រួយ អាសានឆាប់និយាយទៅឯងដែលជាមនុស្សមិនបានការនេះថ្មីនេះធ្វើអីខ្លះសំសាកលបងជាមួយលោកសចាំងចាំងឬក៏អត់ ថ្មីនេះខ្ញុំអត់បានធ្វើការអីទេគ្រាន់តែធ្លាប់នៅតាមផ្លូវទិសពេលយប់សាឡបងជាមួយបដិជគុណមួយអង្គឈ្មោះខុងស៊ីងបំបែកដៃកញ្ញាមនេះរបស់គាត់កាត់យកក្បាលរបស់គាត់សូម្បីតែសងទីបខុងស៊ីងក៏ឯងអាចសម្លាប់បានដែរសមនឹងឲ្យយើងសាឡបងជាមួយឯងណាស់ឲ្យឯងស្គាល់ស្នាដៃរបស់ស្ដេចឥន្ទ្រីម្ដងចុះសិន